មនុស្សយើងមកមែនទែននៅពេលដែលយកឈ្នះបញ្ហាបានមិនមែនគ្រាន់តែប្រឡូកជាមួយនឹងបញ្ហានោះទេអ្នកខ្លះគាត់អួតថាគាត់លំបាកឆ្អែតហើយគាត់វេទនាឆ្អែតហើយតែបើសួរថាមានវិធីសាស្ត្រយកឈ្នះអាភាពលំបាកវេទនានឹងអត់មានទេឥឡូវនៅតែលំបាកដដែលហើយគាត់យកអាបបពិសោធន៍ធ្លាប់ជួបការលំបាកហ្នឹងយកមកពើងទ្រូងមើលងាយគេអត់ឲ្យតម្លៃគេក៏មានដែរដែលហេតុផលថាគាត់ដើរមុនគាត់មានបបពិសោធន៍ច្រើនគាត់ធ្វើការមុនយើងអីចឹងដែរអ្នកខ្លះគាត់ចូលចិត្តយកអាបបពិសោធន៍អាប្រវត្តិការងាររបស់គាត់នឹងមកសង្កត់សង្កិនទៅលើគេមែនទេគាត់ធ្វើការមុនគាត់មានបបពិសោធន៍ច្រើនជាងគាត់ដើរច្រើនជាងគាត់អត់ស្ដាប់គំនិតអ្នកដទៃទេអាបបពិសោធន៍នឹងវាមិនខុសទេតែសំខាន់អាបបពិសោធន៍នឹងវាមានលទ្ធផលដែរអត់អនុវត្តចេញដែរឬអត់អ្នកខ្លះសម្បូរបបពិសោធន៍ប៉ុន្តែអាបបពិសោធន៍នឹងវារ៉ាំរ៉ៃទៅដោយបញ្ហារាប់សិបឆ្នាំកុំចេះតែយកអាបបពិសោធន៍នឹងទៅសង្កត់សង្កិនគេពេកពេលខ្លះអ្នកខ្លះមានបបពិសោធន៍តែបបពិសោធន៍តែជួបជាមួយនឹងបញ្ហាហ្នឹងដោះ